អ្នកគ្នាយប់នឹងម៉ោង8យប់ធីមរបស់ខ្ញុំ TPO នឹងធ្វើការប៉ះគ្នាជាមួយនឹងធីម RN1 នៅក្នុង12ធីមណាអ្នកគ្នាហើយអ្នកគ្នាប្រកាសជាឆ្ងល់ថាចុះ Shino នៅក្នុងធីម RN1 តែមិនได้ចេញ TPO ណានោះវិញនិយាយទៅខ្ញុំបានចុះឈ្មោះនៅក្នុងការប្រកួត Fine Fight ខ្ញុំដាក់ឈ្មោះធីមរបស់ខ្ញុំគឺឈ្មោះធីម TPO និយាយទៅដំបូងគឺខ្ញុំថាចុះឈ្មោះជាមួយនឹង Krito ប៉ុន្តែដោយសារតែគេ invite ទាំងពីរអ្នកខ្ញុំផ្សេងគ្នាអញ្ចឹងខ្ញុំក៏ធ្វើការដាក់ធីមផ្សេងគ្នាហ្មងទៅហើយឥឡូវហ្នឹងគឺនៅយប់ហ្នឹងម៉ោង8យប់គឺនៅក្នុង12ធីមហ្នឹងគឺមានធីមខ្ញុំក៏ដូចជាធីម Krito បានប៉ះគ្នាអ្នកគ្នាអញ្ចឹងគឺទាំងពីរធីមខ្ញុំគឺបានជាប់នៅ96ធីមម្ដងហើយអញ្ចឹងឥឡូវគឺជំរុះនៅសល់48ធីមហើយអ្វីដែលសំខាន់48ធីមហ្នឹងគឺធីមរបស់ខ្ញុំប៉ះគ្នាជាមួយនឹងធីម RN1 ទៀតអើយនិយាយទៅគឺអត់មានអីនិយាយហ្មងខ្ញុំដឹងបាញ់ឈ្នះអត់ទេអ្នកគ្នាអញ្ចឹងបើសិនមកអ្នកគ្នាចង់មើលការប្រកួត12ធីមហ្នឹងអ្នកគ្នាអាចទៅមើលនៅក្នុង YouTube Fine Fire Esport Cambodia បានដូចខ្ញុំបានដាក់នៅលើអេក្រង់ហ្នឹងអញ្ចឹងអ្នកគ្នាកុំភ្លេចជួយទៅគាំទ្រម្នាក់មួយអ្វីដែលសំខាន់គឺ idol អ្នកគ្នា Krito ក៏ប្រកួតនៅក្នុងយប់ហ្នឹងដែរអ្នកគ្នាគឺធីម RN1 ហើយអ្នកគ្នាចាក់ខាងណាដែរបើសិនមកអ្នកគ្នាចង់ចាក់ខាងខ្ញុំអ្នកគ្នាកុំភ្លេច comment ថា TBL ឬក៏ comment តែ Shino មកអញ្ចឹងបើសិនមកអ្នកគ្នាចង់ចាក់ខាង Krito អ្នកគ្នាកុំភ្លេច comment Krito ឬក៏អ្នកគ្នា comment RN1 មកយេហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនមកអ្នកគ្នាចង់ដាក់ដុំ QQ ដែលមានតម្លៃសមរម្យហើយសមត្ថភាពដល់ account កុំភ្លេច Panda KX link ខ្ញុំដាក់នៅខាងក្រោម profile របស់ខ្ញុំឬក៏អ្នកគ្នាអាចឆាតទៅគាត់តាម account TikTok នៃខ្ញុំបាន Messenger ខាងក្រោមក៏បានដែរជួបគ្នានៅវីដេអូក្រោយបាយបាយ